បងប្អូនធ្លាប់ហូបទឹកគ្រឿងជាមួយបន្លែថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺខគ្រឿងត្រីជាមួយនឹងបន្លែដូចគ្នាហូបជាមួយបន្លែដូចគ្នាដូចជាម្លក់ចាអញ្ចឹងយើងមានត្រីហាន់កង់បន្ថែមជាមួយនឹងត្រីឆ្លុំស្រាបន្ថែមទៀតទៅហើយគ្រឿងខ្ញុំប្រើស្លឹកគ្រៃខ្ជាយនិងម្ទេសហើយនឹងខ្ទឹមចាបុកឲ្យម៉ត់មកហើយដាក់ចូលជាមួយនឹងសាច់ត្រីច្បល់វាហើយក្នុងនោះដែរខ្ញុំបានបុកសាច់ប្រហុកបុកប្រហុកចាឲ្យវាបែកសាច់មកខ្ញុំអត់ប្រចាំទេយកមកដាក់ច្បល់ចូលគ្នាជាមួយនឹងគ្រឿងនឹងដែរដោយបន្ថែមទឹកត្រីប៊ីចេងស្ករសឬស្ករត្នោតតាមចំណង់ចំណូលចិត្តចាហើយយកមកច្បល់ជាមួយនឹងត្រីនឹងកុំភ្លេចបន្ថែមអំពិលទុំផងដែរដើម្បីបង្កើនរសជាតិពេលដាក់គ្រឿងហើយអស់បងប្អូនយកសាច់ត្រីដែលច្បល់នោះមកដាក់លើភ្លើងរំងាស់វាឲ្យដាច់ជាតិប្រៃចាហើយចាំបងប្អូនថែមទឹកមកល្មមត្រីទៅបានហើយកុំឲ្យលិចពេករសជាតិខគ្រឿងនេះត្រូវឲ្យដុតបន្តិចដើម្បីយើងហូបមួយបន្លែទៅគឺវាចាប់មាត់ចាហើយបន្លែមានទឹកសក់តកួនពេញប៉ោះផ្កាស្នោទៅតាមចំណង់ចំណូលចិត្តអរគុណ